Let's go សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសាស្វាគមន៍មកកាន់ Game Spider-Man ការពិតទៅខ្ញុំមិនជា gamer នោះទេមកដល់ពេលនេះ game ដែលអាចថាខ្ញុំលេងចប់ពីដើមដល់ចប់គឺមានតែ GTA San Andreas ជាមួយនឹង GTA 5 ប៉ុណ្ណោះដែលខ្ញុំលេងពីសាច់រឿងពីដើមដល់ចប់ហើយដៃ game របស់ខ្ញុំនឹងគឺទិញចង់5-6ឆ្នាំហើយតែយកមកលេងទេប៉ុន្តែលើកនេះបន្ទាប់ពីមើលរឿង Spider-Man Brand New Day ហើយគឺខ្ញុំមានអារម្មណ៍ចង់លេង game Spider-Man មែនតើហើយមាន game ច្រើនមែនតើដែលខ្ញុំចង់លេងការពិតទៅដូចជា Spider-Man ដូចជា Star Wars ដូចជា God of War អីគឺខ្ញុំចង់លេងខ្លាំងមែនតើខ្ញុំអាសាមើល YouTube ឃើញគេលេងរហូតប៉ុន្តែខ្ញុំអត់ដែរបានលេងសោះហើយវាក៏ប្លែកមែនតើកាលពីក្មេងឃើញគេលេងចឹងចេះតែចង់លេងហើយប៉ុន្តែអត់មានកុំព្យូទ័រអត់មាន game អត់មានអីលេងប៉ុន្តែឥឡូវចាស់ហើយមានកុំព្យូទ័រមាន game លេងហើយប៉ុន្តែបែរជាអត់មានពេលលេងទៅវិញប៉ុន្តែថ្ងៃនេះគឺខ្ញុំបដិញ្ញាចិត្តថាខ្ញុំនឹងលេង game នេះខ្ញុំចង់លេងតាំងពីក្មេងមកដល់ឥឡូវនេះគឺចាប់ផ្ដើមជាមួយនឹង Spider-Man PS4 នេះឯងព្រោះថាលើ Spider-Man Brand New Day ទើបចេញហើយគឺ Spider-Man ពង trending តែម្ដងយើងមើល Spider-Man យើងមានអារម្មណ៍ថាយើងមើលជីវិតរបស់ Peter Parker ប៉ុន្តែនៅពេលដែលយើងលេង game Spider-Man គឺមានអារម្មណ៍ថាយើងគឺជា Peter Parker Spider-Man តែម្ដងខ្ញុំចូលចិត្តខ្លាំង Oh my god let's go ហើយអ្វីដែលពិសេសមួយទៀត Spider-Man មួយនេះគឺគាត់មានបទពិសោធន៍ធ្វើជា Spider-Man 10ឆ្នាំហើយអញ្ចឹងយើងអត់ចាំបាច់ត្រូវស្វែងយល់ពីប្រវត្តិរបស់ Peter ត្រូវបានពីងខំអីនោះទេហើយក្នុងរយៈពេល10ឆ្នាំជា Spider-Man ហ្នឹងគាត់ក៏បានបង្ក្រាបវិលានជាច្រើនយកទៅដាក់គុកដរាបផងដែរបន្តិចទៀតយើងនឹងបានឃើញហើយហើយឥឡូវនេះ game គឺចាប់ដើមឡើងមកដល់យើងគឺតាក់ទងជាមួយនឹងអ្នកស្រីប៉ូលីសម្នាក់ឈ្មោះ Yuri នៅក្នុង game ហ្នឹងគាត់គឺជាដៃគូរបស់យើងតែម្ដងក្នុងការជួយបង្ក្រាបពួកអាក្រក់ពេញទីក្រុង New York នេះឯងហើយ mission ដំបូងរបស់យើងហ្នឹងគឺទៅចាត់ការ Kingpin ហើយបើតាមសាច់រឿងនេះគឺយើងព្យាយាមចាត់ការ Kingpin 8ឆ្នាំមកហើយប៉ុន្តែអត់បានសម្រេចនោះទេប៉ុន្តែដល់ថ្ងៃនេះគឺមានហេតុផលមានលេសដើម្បីចាប់ខ្លួន Kingpin ហើយឥឡូវនេះគឺយើងនឹងធ្វើដំណើរបាញ់សំណាញ់ទៅកាន់កន្លែងរបស់ Kingpin ទាំងអស់គ្នាហើយវ៉ាវខ្ញុំអ្វីដែលអ្នកនាងប្រកាសជាចាប់អារម្មណ៍ខ្លាំងហើយបើសិនជាធ្លាប់លេងគឺដឹងហើយការបាញ់សំណាញ់ឆ្លងពីអាគារមួយពីអាគារមួយគឺរំភើបមែនតែម្ដងឥឡូវនេះគឺយើងទៅដល់កន្លែងឈុត cutscene ទី1ដែលវាយជាមួយនឹងពួកអាចចាកូនចៅរបស់ Kingpin នេះឯងហើយក៏ជាពេលដែលខ្ញុំតេស្តការវាយគ្នាដំបូងផងដែរ Oh my god Who's ready for their hot, fresh cup of bodily harm? Gotta warn you, I'm feeling punchy today. Get behind him! Next cup. Holy shit. ខ្ញុំឆ្លាញ់ combat នៅក្នុងនេះមែនទេដែលមានការវាយការបាញ់សំណាញ់ការលូតទាត់ធាក់ជាមួយនឹងការម៉ាត់ឡើងទៅលើហើយយើងមាន combo វាយនៅលើខ្យល់នេះគឺលយមែនទេហើយជាពិសេសនោះគឺ finisher តិចទៀតគឺនឹងដល់កន្លែង finisher ហើយដែលវ៉ាវគឺលយខ្លាំងគឺលីគ្នាជាមួយនឹងអា cinematic ជាមួយនឹងការវាយក្នុង game ហ្នឹងគឺអែមែនទេហើយអ្វីដែលខ្ញុំចូលចិត្តមួយទៀតនោះគឺយើងអាចប្រើរបស់របរជុំវិញខ្លួនដូចជាគម្របលូដូចជាធុងទឹកអីបាញ់សំណាញ់ទាញគប់ជាមួយនឹងពួកអាក្រក់នេះគឺសប្បាយលេងមែនទេកន្លែងនេះខ្ញុំចិត្តត្រូវពួកអាក្រក់វាយងាប់បាត់ហើយហៅកន្លែងឡើងឈាមមកកើតបើដឹងចុចកន្លែងណាឲ្យឡើងឈាមហៀឡើងមកវិញតែហេងវិញទឹកដៃ Spider-Man នេះខ្លាំងដែរគឺវាយពួកអាក្រក់ទាំងនេះអស់បានយ៉ាងងាយស្រួលOkay, Yuri, all done. What's happening? បន្ទាប់ពីចាត់ការពួកអាចារ្យតាមផ្លូវហើយឥឡូវនេះគឺយើងដល់ពេលដែលត្រូវទៅបង្ក្រាប Wilson Fisk ឬក៏ Kingpin ដែលជាមេខ្លោងធំក្លុកទីក្រុង New York នេះឯងហើយនេះគឺជាអ្នកស្រី Yuri Watanabe ដែលជាដៃគូប៉ូលីសរបស់យើងធ្វើការជាមួយនឹង Spider-Man ខ្ញុំចូលចិត្តតួអង្គគាត់មែនទេនៅក្នុងនឹងលក្ខណៈថាគាត់ទេបន្តនិយាយបន្តជាមួយនឹង Spider-Man បើមិនជាអត់មានគាត់ទេ Spider-Man គឺម្នាក់ឯងវាអត់មានរសជាតិទេតែបន្ទាប់ពីមានគាត់ comment និយាយលេងមួយ Spider-Man ជាគឺលោមើលខ្លាំង Hey, where you going? Cat! I'll clear a path. Follow me. Get out of here, Spider-Man. We got this.
How do មក I ដល់កន្លែង heal? នេះគឺខ្ញុំអត់ទាន់ដឹងថាចុចកន្លែងណាឲ្យឡើងឈាមនោះទេអញ្ចឹងថាវាយមួយពណ៌នេះបានបន្តិចវាវាយងវិញបាត់ This is first death តែម្ដង How តែ do បន្ត I មកទៀតគឺយើង fucking ដឹងពី heal? កន្លែងចុច heal ហើយគឺចុចអាបតុងឡើងលើនឹងឯងបន្ទាប់ពីមាន heal មានន័យត្រឹមត្រូវគឺអាចវាយបង្ក្រាបពួកនេះបានយ៉ាងងាយស្រួល មួយថ្ងៃមិនព្រមប្រាប់ If I was you, I'd run. He's desperate. And he's hitting us with everything he's got. I have to find him and end this. Hold him so he can't jump around. You don't Wait. mess with the kingpin. How exactly do you think this ends well for you? ពីឲ្យវាយជាមួយគ្នាមក កន្លែងនេះគឺលយខ្លាំងបន្ទាប់ពីយើងវាយ combo ប្រហែលតង់ហើយគឺយើងមានឱកាសក្នុងការចុច finisher ហើយគឺអែមែនតើចុចប៊ូតុង B ហើយវាយស្របពេលគ្នា Regret your life choices yet? Man down! Whoop his ass! Is this tech support? I forgot my password. ហើយប្រកបណាអ្វីដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើតែម្ដងគឺការនិយាយគ្នាឌឺដងលេងជាមួយនឹងពណ៌អាក្រក់គឺវាយបដាលេងសើចបដាអាហ្នឹងហើយគឺលក្ខណៈថាអត្តសញ្ញាណជាតួអង្គ Spider-Man ហ្មងណាខ្ញុំគិតថា developer នៃ game មួយនេះគឺគាត់យល់ដឹងច្បាស់ពី Spider-Man ហ្មងទាំងការបាយសំណាញ់ទាំងការ combo ក្បាច់ទាំងការវាយជាមួយនឹងcomedy humor របស់ Spider-Man ណាគឺគេធ្វើបានល្អមែនទែនហើយកន្លែងនេះគេធ្វើឲ្យខ្ញុំនឹកឃើញដល់ឈុត Tom Holland Spider-Man នៅក្នុងរឿង Spider-Man Homecoming កន្លែងលើកនេះហើយអាមួយនេះគឺមាន13តោះតែចុចគិចបានផុត13វារួចខ្ញុំចូលចិត្តមែនទែនការដែលពណ៌អាក្រក់វាអត់មានតតែអាខ្លះគឺមានកបិតកភ្លើងអាខ្លះគឺមាន13អាខ្លះគឺមានដៃឆក់អាខ្លះគឺមានខែលនៅពេលដែលមានភាពខុសគ្នាយ៉ាងទៅយើងវាយក៏សុវ័យដែរ Oh shit ហើយយើងដើរមកដល់កន្លែងនេះឃើញពួកប៉ូលីស Just about to call for តែដោយសារតែយើងមានញៀនពីពិសេស Spider-Man នឹងក៏បានរកឃើញថាពណ៌អាលីសនេះគឺជាកូនចៅរបស់ Kingpin ទេ អូហូបអាខំ Okay So you guys were in bed with Fisk all along? Oh no, I'll never get that image out of my head. Oh Nice Writing your memoirs? Don't forget the hyphen between spider and man. Get the chopper ready. I won't be long. ឥឡូវនេះគឺយើងដល់ពេលដែលត្រូវវាយគ្នាជាមួយនឹង Kingpin ហើយហាមួយនេះក្បាលខូចមែនតើលាក់ខ្លួននៅក្នុងកញ្ចក់ធំនៅក្បែរហ្នឹងប៉ុន្តែសំណាងល្អអាកាភ្លើងម៉ាស៊ីនកាន់ដែលវាទុកបាញ់យើងហ្នឹងគឺយើងអាចបាញ់សំណាញ់បង្ក្រាបអាម៉ាស៊ីនកាន់ហ្នឹងបានហើយទាញក៏វាអាម៉ាស៊ីនកាន់ហ្នឹងគប់លើកញ្ចក់វាបែកធ្លាយឲ្យ Kingpin ចេញមកវិញ Okay No How is this happening? What's wrong, Willie? You seem angry. Bạn ơi bây giờ That gave me an opening. You are everything that's wrong with this city! Shut up bitch វាយគ្នាជាមួយនឹង Kingpin នេះគឺសុវ័យមែនតើ The same to you. ហាមួយនេះក្បាលខូចខ្លាំងនៅពេលដែលវាវាយមួយស្មើមួយយើងឲ្យឈ្នះវាហៅកូនចៅពួកអាចចាមកូនចៅវាយកមកវាយយើងដែរហើយខ្ញុំរវល់តែវាយកូនចៅទៅបងខ្ញុំគិតថាវាយកូនចៅអស់សិនចាំវាយ Kingpin ប៉ុន្តែអា Kingpin គឺវាលុតមកពីក្រោយខ្នងខ្ញុំរហូតឥឡូវនេះគឺងាប់បោះវាបាត់ទៅហើយ Still haven't learned.
You're losing, Willie. I haven't even started trying! ហើយយុទ្ធសាស្ត្រដែលយើងវាយមួយពួកកូនចៅយើងអាចមកប្រើលើ Kingpin បានទាំងស្រុងឡើយយើងតែវាយអត់ច្បាស់ហ្នឹងតែយើងវាយជក់ពេកអត់ប្រយ័ត្នហ្នឹងគឺវាចាប់យើងជាប់ដាក់យើងវិញ កន្លែងនេះខ្ញុំស្មានថាងាប់របស់វាម្ដងទៀតហើយប៉ុន្តែគឺជា cut scene នោះទេហើយដល់ពេលដែលយើងចុចវាយ cut scene បែបហ្នឹងទៅគឺកន្លែងនេះគឺខ្ញុំចុចខុសហើយកន្លែង cut scene finisher ចុងក្រោយនោះគឺលយខ្លាំងមែនតើគឺវាលាយ gameplay ជាមួយនឹង cinematic គឺអែមមែនតើ ឥឡូវនេះ Kingpin គឺបានបកក្រាបជោគជ័យហើយក៏បានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងដូចជា Super Villain ផ្សេងទៀតផងដែរ In 1 month you wish you had me back! បន្ទាប់ពីវាយ Villain គឺយើងមាន point យកមក upgrade skill របស់យើងហើយទាំងការវាយទាំងការ defend ឬក៏ skill បាញ់សណាញ់អីហ្នឹង Parker, where are you? The committee will be here soon. We need to run an equipment check. I'm almost there. Blocks ប្រកប away. ណាជីវិតជា Spider-Man ក្រៅពីការងារជា Superhero វាយពណ៌អាក្រក់ក៏មានការងារប្រចាំថ្ងៃផងដែរហើយឥឡូវនេះគឺយើងត្រូវទៅកន្លែងធ្វើការរបស់យើងហើយបាញ់សំណាញ់ទៅកន្លែងធ្វើការយោងពីអាគារមួយទៅកាន់អាគារមួយគឺ so fun ខ្លាំង ធ្លាក់មកបាត់អត់ទេ ឥឡូវនេះគឺយើងមកដល់កន្លែងធ្វើការរបស់យើងហើយអ្នកដែលយើងធ្វើការជាមួយនឹងគឺគ្មាននរណាគេក្រៅពី Dr. Otto Octavius នោះឯងហើយបើសិនជាយើង fan Spider-Man ប្រកាសជាទីដឹងហើយថាអនាគតគាត់ទៅជាបែបណាវាពិតជារឿងដ៏ sad ខ្លាំងព្រោះតាទាំងក្នុង comic ទាំងក្នុងរឿងក៏ដូចជាក្នុង game នេះ Dr. Octavius នឹងគឺគាត់មានបំណងល្អទេដោយក្នុងនេះគឺគាត់ចង់បង្កើតដៃ electronic សម្រាប់ជនពិការអីហ្នឹងឯងប៉ុន្តែចុងក្រោយគឺយើងនឹងដឹងហើយថាវាខ្លាចទៅជាបញ្ហាកែប្រែគាត់ទៅជា super villain ដ៏ខ្លាំងម្នាក់របស់ Spider-Man គឺ Dr. Octopus ហើយនេះគឺគេផ្ដល់សញ្ញាពីបញ្ហានៃដៃ electronic របស់គាត់នឹងដែរ Hold on. I know Doc said take the day off, but you are in bad shape, little guy. ឥឡូវនេះគឺយើងរកវិធីសាស្ត្រដើម្បីជួសជុលដៃ electronic របស់ Dr. Octavius នេះឯងហើយវាគឺជាលក្ខណៈ puzzle mini game ដែលយើងព្យាយាម connect ខ្សែភ្លើងឲ្យតចរន្តគ្នាពីវាដងសារឡើងវិញទៅគឺអត់ដែរទេតែមានលក្ខណៈខុសគ្នាតិចតួចដែរដូចជានេះគឺយើងត្រូវកែ voltage ឲ្យស្មើគ្នាជាដើមឥឡូវនេះគឺយើងសម្រេចជោគជ័យហើយនេះក៏ជា mini game មួយទៀតដែរដែលយើងត្រូវដាក់ pattern ពណ៌ឲ្យត្រូវគ្នាប៉ុន្តែអត់សូវសប្បាយទេឥឡូវនេះគឺយើងត្រឡប់មកកាន់ជីវិតជា Spider-Man វាយគ្នាវិញអាហ្នឹងមកសប្បាយជាង អូយក្អៅឡើងលហែកខ្ទេច ឥឡូវនេះ Yuri គឺបានមកប្រាប់យើងឲ្យថា Kingpin ដែលយើងបង្ក្រាបមុនហ្នឹងឥឡូវបញ្ជូនទៅកាន់មន្ទីរឃុំឃាំង The Raft ដែលជាកន្លែងដាក់ពួក Super Villain ទាំង Superhero ក៏មាន The Raft ហ្នឹងដែរហើយក៏មាន Villain ជាច្រើនអ្នកដូចជា Rhino ដូចជា Electro Scorpion អីហ្នឹងគឺសិតតែត្រូវបានចាប់ទៅឃុំដាក់ The Raft ហ្នឹងដែរហើយSpider-Man នេះគឺមានបទពិសោធន៍10ឆ្នាំជាងហើយក៏បានមានសាច់រឿងជាច្រើនដើម្បីមួយពួក Villain បង្ក្រាបពួកនឹងដែរហើយកន្លែងនេះក៏ជាចំណុចដែលខ្ញុំស្រឡាញ់ខ្លាំងមែនទែនដែរគឺ podcast របស់ J. Jonas Jameson ចាងវាងកាសែត The Daily Bugle នឹងឯងនៅពេលដែលយើងបាញ់សំណាញ់ឆ្លងកាត់ទីក្រុងវាយជាមួយពួកអាក្រក់ទៅវិញទៅមកហ្នឹងគឺតែងតែលោត podcast របស់ J. Jonas Jameson មកហើយនិយាយដើម Spider-Man បងចេញអាព័ត៌មានខ្លាំងៗដែល Spider-Man អាក្រក់ចេះអាក្រក់ចុះគឺកំប្លែងខ្លាំងមែនទែនកន្លែងនេះដែរ Yuri គឺប្រាប់យើងថាមិនដឹងថាហេតុអីដែលសុកអង្គតែរបស់ប៉ូលីសគឺខូចអស់រលីងតែម្ដងហើយអង្គតែហ្នឹងគឺទិញពីក្រុមហ៊ុន Oscorp នោះឯងហើយទូនាទីរបស់យើងពេលនេះគឺជួយជួសជុលអង្គតែនតាមរយៈការសរេសរង់សេវាវាឲ្យត្រូវទៅនៅពេលដែលយើងជួសជុលអង្គតែនហើយគឺយើងអាចដឹងពី police scan ហើយក៏អាចមើលឃើញថាធនាគារហ្នឹងគឺមាន
ក្រិតកម្មការឡើងអីជាដើមដោយកន្លែងនេះគឺមានពួកចោរប្លន់ចឹងហើយយើងជា Spider-Man ហ្នឹងគឺទៅបង្ក្រាបពួកចោរប្លន់ភ្លាមៗតែម្ដង Pretty sure these guys didn't forget their keys. ដាក់ឲ្យឡើងដៃប៉ាំងងាប់តែនេះ Crime token Don't touch me! Get away from her! Spider-Man! អត់យកដាក់ផងប៉ាំង Walk away now, or she's dead! Let me go! អូខេអូខេ Wait Wave to my grandma! វាយកាត់អត់ See you, dude. Spider-Man, over here! Move it, spider jerk! អានេះគេថា Spider Jerk ហើយមែន ឥឡូវនេះគឺយើងជួសជុលអង្គតែនមួយទៀតហើយដើម្បីអាចថាបើក map នៃទីក្រុងញូវយ៉កដែលយើងអាចលេងបានហើយកន្លែងនេះគឺយើងក៏អាចស្វែងរកឃើញកាតាបចាស់ចាស់ដែលយើងជា Spider-Man ហ្នឹងគឺបានទុកពីមុនផងដែរហើយនៅក្នុងកាតាបមួយហ្នឹងគឺសិតតែមាន item មានរបស់របរដែលប្រវត្តិរបស់ Spider-Man ធ្លាប់ឆ្លងកាត់ឥឡូវនេះគឺយើងវាយពួកចោរប្លន់ទៀតហើយនិយាយទៅប៉ូលីសទីក្រុងញូវយ៉កនេះអាងតែមាន Spider-Man អត់មានអាណាគេធ្វើការទេឲ្យ Spider-Man វាយពួកអាក្រក់រហូត Not good. Can't have people taking pictures of my 3 chest hairs. កន្លែងនេះ Peter Parker គឺនិយាយប្រាប់យើងថានៅលើទ្រូងហ្នឹងគឺមានរោម3សរសៃ Sounds like he's left បន្តមកទៀតដោយសារតែកៅអៅ Spider-Man យើងលះហែកតិចហ្នឹងគឺយើងធ្វើដំណើរទៅកាន់កន្លែងមន្ទីរពិសោធន៍របស់ Dr. Octavius ដើម្បីជួសជុលដេកៅអៅឲ្យស្អាតបានតែចៃដន្យអី Dr. Otto ហ្នឹងគឺដើរមកស្របពេលគ្នាតែម្ដងហើយឃើញ Peter ជាមួយនឹងកៅអៅ Spider-Man យើងក៏ភ្ញាក់ផ្អើលមែនទែន side project. ដំបូងយើងស្មានតែគាត់បានដឹងថា Peter ជា Spider ប៉ុន្តែគាត់គឺបាននិយាយវិញថាអូគាត់ដឹងហើយថា Peter ហ្នឹងគឺជាអ្នក Be a target too. កែច្នៃកៅអៅឲ្យ Spider-Man ហ្នឹងឯងចឹងក៏អត់ដឹងនោះទេហើយមិនតែប៉ុណ្ណោះពីកន្លែងវគ្គហ្នឹងទៅ Dr. Octavius ហ្នឹងក៏បានជួយយើងដើម្បីកែច្នៃឈុត Spider-Man ផងដែរចឹងយើងអាច upgrade ឈុត Spider-Man គឺមានច្រើនខ្លាំងមែនទែនហើយឈុត Spider-Man game base PS4 នេះគឺស្អាតខ្លាំងតែម្ដង អូមានកៅអៅច្រើនហ៎ Oh look at this shit Excuse me, late for work. God damn Coming through. Looking good, Spidey! ខ្ញុំមានអារម្មណ៍ថាកៅអៅនេះស្អាតជាងកៅអៅក្នុងរឿង New suit, same old me. បន្ទាប់ពីបានកៅអៅថ្មីហើយឥឡូវនេះ game ក៏ load DLC ដែលយើងអាចលេងបានដែរប៉ុន្តែខ្ញុំចាំមើលលេង main story ចប់សិន DLC ហ្នឹងគឺមានសាច់រឿងរបស់ Black Cat Hammerhead ជាមួយនឹង Silver Saber ឥឡូវនេះ Yuri គឺបានតាក់ទងមកប្រាប់យើងថាទោះជា Kingpin ជាប់គុកក៏ដោយក៏មានកូនចៅវាជាច្រើននៅធ្វើការខុសច្បាប់ដែរដូចជានៅកន្លែងនេះអញ្ចឹងភាគច្រើនគឺវាបន្លំជាមួយនឹងការឋានធ្វើសំណង់ហ្នឹងឯងឥឡូវនេះគឺយើងត្រូវបង្ក្រាប Just got a text ក from ន្លែង Kingpin នៅការឋានធ្វើសំណង់ហ្នឹងហើយ Dr. Otto Octavius នឹងក៏បានជួយយើងកែច្នៃសម្លាញ់ពីងៗថ្មីៗសម្រាប់យកមកប្រើផងដែរគឺលយមែនតើ Awesome. Okay Doc would be proud. Stay away from his gadget! ចុះអាមួយនេះគប់ខ្ញុំមិនអូ I'm in an ass-kicking mood! What are we supposed to do against that?
វាយយ៉ាងទីដូចរត់មកវាយរហូត Actually, web down. Oscorp An Oscorp visitor badge from when I interviewed there. អូនេះនៅក្នុង Spider-Man Infinity Wars ពាក់ហ្នឹងមកណា Suit powers What is this shit Tobey ឬក៏ Andrew Garfield ពាក់ Fantastic Four Bombastic Batman suit លយមកគេ If Lance Corporal Texidor's fitting to Arl goes well, we should be okay. That's fantastic, Doc. ខ្ញុំចូលចិត្តការដែលមាន side mission តូចៗដែលយើងអាចលេងបាន That'll do it. កំដរជាមួយនឹង main story ដែលនេះគឺមាន side mission ត្រូវដើរថតរូបកន្លែងសំខាន់ៗពេញទីក្រុងញូវយ៉កហើយកន្លែងមួយៗនោះគឺសិតតែមានប្រវត្តិតាក់ទងជាមួយនឹង Spider-Man ឬក៏ពួក super hero ហ្នឹងតែឥឡូវនេះយើងដូរកៅអៅសិនកៅអៅ Fantastic Four នេះគឺអត់ស៊ីគ្នាសោះតែម្ដងហើយឥឡូវនេះគឺយើងសាកកៅអៅ Iron Spider នៅក្នុងរឿង MCU វិញគឺលយមែនតើជាពិសេសគឺដាក់ជាមួយនឹងដៃពីងពីងនេះគឺអែមតែម្ដងឥឡូវនេះគឺយើងយក Iron Spider ទៅតេស្តវាយជាមួយនឹងពួកអាក្រក់ចោលប្លន់គ្រប់កន្លែងតែម្ដងទីក្រុងញូវយ៉កអីនេះ Trading baseball cards. You guys are like little kingpins in training. So cute. Reports are coming in from Little Tokyo. Now, where did I put my bag? បន្ទាប់ពីវាយពួកអាក្រក់មកស្ទុះហើយឥឡូវនេះគឺយើងត្រឡប់មកកាន់កន្លែង Feast ដែលជាកន្លែងសពរស្ធរសម្រាប់អ្នកដែលអត់ផ្ទះនៅអីហ្នឹងឯងហើយនៅទីនេះគឺយើងបានជួបជាមួយនឹងតួអង្គម្នាក់ទៀតឈ្មោះ Martin Lee ដែលគាត់គឺជាមេដឹកនាំនៅហ្នឹងហើយ Anime ក៏ធ្វើការនៅហ្នឹងដែរខ្ញុំស្រឡាញ់ទំនាក់ទំនងរវាង Anime ជាមួយនឹង Peter Parker ខ្លាំងមែនទែនពួកគាត់និយាយគ្នាគឺចាក់បេះដូងតែម្ដងហើយកន្លែងហ្នឹងយើងក៏ដឹងដែរថា Peter ជាមួយនឹង Mary Jane ហ្នឹងគឺបែកគ្នាមួយរយៈហើយយើងក៏អត់ទាន់ដឹងថាពួកគាត់បែកដោយសារអីដែរហើយនេះ Martin Lee គឺបានរៀបចំកម្មវិធី surprise anime ដែលសារតែគាត់បានធ្វើការនៅនឹងរយៈពេល5ឆ្នាំហើយ Here's for many more years of service. Thank you anime Well, May's always told me if you help someone, You help You everyone. have everyone Oh Maybe we should send May to City Hall to have a word with នៅ the ក្នុង mayor. MCU យើង anime ក៏និយាយចឹងដែរខ្ញុំស្រឡាញ់ឈុត Iron Spider នេះពេលយប់មែនតើបើអាឈុត Spider-Man PS4 ហ្នឹងគឺស្អាតហើយតែ Iron Spider នេះនៅពេលដែលភ្នែកភ្លឺនៅកណ្ដាលយប់ចឹងគឺលយខ្លាំងតែម្ដងបាញ់សំណាញ់ឆ្លងកាត់ទីក្រុងញូវយ៉កឡើយនេះសិតតែដើមឈើអត់មានអាគារក៏យើងអាចបាញ់តោងដើមឈើបានដែរឥឡូវនេះបេសកកម្មរបស់យើងគឺធ្វើដំណើរទៅកាន់កន្លែងសារមន្ទីរមួយដែល Kingpin គាត់ជាអ្នកកាន់កាប់ហើយកន្លែងហ្នឹងក៏មានការតាក់ទងជាមួយនឹងការរកស៊ីខុសច្បាប់របស់ Kingpin ដែរឥឡូវយើងមកស៊ើបការទាំងអស់នេះមានន័យកើតឡើង they'll kill her if I alert them. Need to pick them off silently. 谁在那儿？ Nice ជាប់អាហ្នឹងហើយ You stay quiet now. 肯定不是我的幻觉。没东西。 Nap time. Nice ខ្ញុំចូលចិត្តលេងកន្លែងនេះមែនតើជាជាងវាយជាមួយនឹងពួកអាក្រក់ឆាយគឺយើងលោបចាត់ការម្ដងមួយមានអារម្មណ៍ថាខ្លួនឯងជា Batman អញ្ចឹងហើយនៅហ្នឹងយើងក៏បានជួបជុំគ្នាវិញជាមួយនឹង Mary Jane ឬក៏ MJ ផងដែរសង្សារចាស់នឹងឯងបានបែកគ្នាមករយៈហើយឥឡូវនេះក៏មានឈុត flashback 15នាទីមុនដែលយើងបានលេងជាតួអង្គ MJ វិញម្ដងដែល MJ ហ្នឹងគឺបានមកស៊ើបការនៅកន្លែងសារមន្ទីរហ្នឹងតាក់ទងជាមួយនឹងការជួញដូរខុសច្បាប់របស់ Kingpin ហ្នឹងឯងដូចជាវត្ថុបុរាណដូចជាអីហ្នឹង Now this exquisite piece exemplifies the traditional Statue. Gotta get a photo. That got it. ដូចក្នុងរូប I'll call you នៅ back. ទីនេះគឺមានរូបសំណាកមួយដែលគួរចាប់អារម្មណ៍ខ្លាំងដែល MJ ស៊ើបហ្នឹងវាប្លែកដែរព្រោះនៅពេលដែលយើងលេងជា Spider-Man គឺយើងបាញ់សំណាញ់វាយគ្នាតែបើយើងលេងជាមួយនឹង MJ វិញគឺយើងត្រូវលេងបែប sneaking បែបលបកុំឲ្យគេឃើញ
ដោយរឿងខ្មោចចឹងអានេះដូចសេរីបួក zombie ដេញខំចឹងគឺលោបស្ងាត់សាន់តែកន្លែងនេះគឺខ្ញុំដើរអត់ប្រយ័ត្នត្រូវបានគេឃើញហើយគេដេញទៅវិញ Get out now. How should I do that នៅពេលដែលខ្ញុំដឹងថាត្រូវដើររបៀបមិនហើយឥឡូវនេះគឺខ្ញុំអាចគិតពីចែសារមន្ទីរនឹងយ៉ាងងាយស្រួលហើយលោបចូលទៅក្នុងបន្ទប់សម្ងាត់ហ្នឹងឯងក្នុងបន្ទប់សម្ងាត់ហ្នឹងក៏មានរូបសំណាកមួយដែរដែលតាក់ទងជាមួយនឹងអានកំបាំងរបស់ Kingpin ថា Kingpin ហ្នឹងគឺបានធ្វើអីខ្លះតាក់ទងនឹងរូបសំណាកហ្នឹងហើយអ្វីដែលយើងត្រូវធ្វើនេះគឺកែរូបសំណាកហ្នឹងឲ្យដូចនៅក្នុងរូបបន្តមកទៀតគឺក៏មានកែទូមួយនេះបង្ហាញពីវត្ថុមួយហៅថា Devil Breath ឬក៏ដង្ហើមបិសាចដែល Kingpin គាត់កំពុងតែលាក់បាំងហើយស្របពេលហ្នឹងក៏មានពួកអាក្រក់មួយក្រុមទៀតបោកចូលកន្លែងសារមន្ទីរនេះដែរដើម្បីស្វែងរកព័ត៌មានតាក់ទងនឹង Devil Breath ហ្នឹង I was on my way to the exit when I saw you. This is the guy I saved 5 minutes ago. ឥឡូវនេះគឺយើងត្រឡប់មកលេង Spider-Man វិញប៉ុន្តែដោយសារតែខ្ញុំចូលទៅវាយពួកវាឆៅធ្វើឲ្យពួកអាក្រក់នេះគឺបាញ់ចំណាត់ខ្មាំងងាប់បាត់ឥឡូវនេះគឺយើងត្រូវលេងក្បាច់លោបសារជាថ្មីគឺលោបដើរទៅលើវាបាញ់សំណាញ់ចងពួកវាហ្នឹងឯងកន្លែងនេះគឺ fun សប្បាយមែនតើប៉ុន្តែឥឡូវនេះដោយសារតែ MJ ត្រូវបានពួកអាក្រក់នៅរកឃើញហើយបានវាយនាងទៀតPeter Parker ត្រូវតែចេញមកសងសឹកដាក់ពួកវាវិញហ្នឹងឯង No. Hide! Not cool with the hostage taking, guys. Never fought a ghost before. I mean, I've fought specters, but, you know, technically specters aren't ghosts. All ghosts are specters, but not all specters are ghosts. You know what I mean? Shit តែស្គាល់ក្បាច់ហ្នឹងអូ Iron Spider នេះលងគេWas it working out? បន្តពីចាត់ការពួកអាក្រក់នឹងហើយយើងក៏បានយកម៉ាស់ដែលវាពាក់ហ្នឹងយកមកទុកស៊ើបការមើលផងដែរថាមានរឿងអីកើតឡើងតាក់ទងមួយ Devil Breath អីហើយឥឡូវនេះ Peter Parker និង MJ ដែលសារតែបែកគ្នារយៈពេល6ខែហើយក៏មានឱកាសអាចជួបជុំគ្នាវិញហើយពេលនេះគឺបានទៅញ៉ាំអីនៅកន្លែងម៉ួយនេះឯងហើយនៅទីនេះក៏មាន cameo មួយដែលខ្ញុំនឹកស្មានដល់ថាគេដាក់មកដែរគឺខ្ញុំសប្បាយចិត្តខ្លាំង Is that so bad? I mean, baggage can carry good things too, like money and keys. Do you remember why we broke up? ហើយនៅពេលដែលដល់ប្រធានបទក្រៅកគុកសួរហេតុអីថាបែកគ្នាដោយជីវិតរបស់ Spider-Man យើងដឹងហើយថាមិនទាន់បានអីផងគឺគាត់ត្រូវចេញទៅវាយជាមួយនឹងពួកអាក្រក់ទៀតហើយ Spider-Man ចឹងហើយនៅពេលដែល នេះគឺ cameo លោកតា Stanley នឹងឯងខ្ញុំសប្បាយចិត្តខ្លាំងមែនទែន two together again. You always were my favorites. Oh, hi Stanley! Oh my god. Hey, it's me. What's with the units heading down 3rd? Looks like our old friend Herman Schultz is at it again. Just had dinner with my ex after saving her from masked criminals. And now I'm gonna go beat up a maniac who uses shockwaves to rob people. What a perfectly normal life you have, Peter Parker. You said a mouthful, Doc. Take care. Nearby units advised. ឥឡូវនេះ Yuri ក៏បានតាក់ទងមកប្រាប់ហើយថាសត្រូវចាស់កំពុងតែប្លន់ធនាគារហើយយើងជា Spider-Man ហ្នឹងគឺត្រូវតែទៅបង្ក្រាបវាលឿនៗហ្នឹងឯងហើយសត្រូវចាស់ហ្នឹងគឺគ្មាននរណាទេក្រៅពី The Shocker ហើយឈុតក្រោះរបស់ The Shocker នៅក្នុងនេះគឺលយខ្លាំងមែនទែនខ្ញុំក៏លេចឃើញដំបូងស្មានតា Iron Man ស្មានតាអីតា Hi, Herman. Seriously? Wait, I'm only like this. Give it up! You're never gonna catch me! Shocker? That's what you said last time. I don't want to hurt you! You'll just slow me down! Wow, that's considerate. ការបាញ់សំណាញ់ដេញគ្នាជាមួយនឹង Shocker នេះគឺសប្បាយខ្លាំង
ប៉ុន្តែដោយសារតែខ្ញុំមិនទាន់ស៊ាំដៃជាមួយនឹងការបាញ់សំណាញ់យោងហើយជាពិសេសគឺ control camera ខ្ញុំបាញ់ទៅវាទៅធ្លាក់នៅគៀនអាគារជាប់រហូតឥឡូវ mission fail ទៅហើយខ្ញុំមានអារម្មណ៍ថាពិបាក control camera មែនតើ Wait, I forgot. You don't have emotions. Come on, Herman. At least talk to me so we can make it interesting. Oh, gotcha. Now let's talk. I said I'm done talking. Hey, penyap tenang. Noted. I mean, we all know you're kind of dumb, but I didn't think you were this dumb. You must be desperate, which means you're not just stealing for yourself. You must be working with someone. Son of a bitch. Cho mày, nó tao nè rồi. You know what, Herman? You have like zero personality, but your suit is awesome. Can we talk design details? Maybe later. ស្មានតែ Iron Man បន្ទាប់ពីចាត់ការ Shocker ហើយគឺយើងត្រឡប់មកកាន់កន្លែង Fish វិញដើម្បីទៅសួរ Martin Lee ដោយសារតែ Mr. Lee នឹងគឺគាត់មានសញ្ញាបត្រខាងប្រវត្តិសាស្ត្រជាមួយនឹងខាងវត្ថុបុរាណឯហ្នឹងនឹងសួរថាម៉ាស់នេះគឺជាម៉ាស់អីគេហើយ Martin Lee ក៏បាននិយាយប្រាប់ផងដែរថាកាលពីក្មេងគាត់ឮថាម៉ាស់នឹងតាក់ទងជាមួយនឹងពួកបិសាចអាក្រក់ខ្លាំងអញ្ចឹងហើយកុំឲ្យ Peter ឬក៏ MJ ទៅពាក់ព័ន្ធជាមួយនឹងពួកដែលពាក់ម៉ាស់នឹងអីគឺជាពួក Demon ឬក៏បិសាចអេពីសូតនេះគឺចប់ដំណឹងកុំភ្លេចចុច like និង subscribe បើសិនជាចង់មើលវគ្គតបាយបាយ